សួស្តីបងប្អូនទាំងអស់គ្នាចាវីដេអូអំពីសត្វព្រាបមាន់វិលមកជួបបងប្អូនសាជាថ្មីទៀតហើយបងប្អូនណាចានឹកសត្វព្រាបមាន់មកគូនេះទេបងប្អូនចាព្រោះពីសំមិញអត់បានថតវីដេអូជូនបងប្អូនទស្សនាប៉ុន្តែថ្ងៃនេះនាងខ្ញុំគឺបានថតវីដេអូជូនបងប្អូនទស្សនាហើយអំពីព្រាបមាន់មួយគូដែលវាបានញាស់ពងអញ្ចឹងណាបងប្អូនចាឥឡូវវាចូលក្រាបហើយបងប្អូនចាក្រាបទាំងពីរនាក់ដល់ទាំងមេទាំងឈ្មោលចាបងប្អូនចាកូនវាក្រោមមកតែខ្ញុំអត់បានថតបង្ហាញជូនទេព្រោះវាក្រាបចិត្តបាត់ហើយបងប្អូនហើយនៅវានៅក្រៅមកបងប្អូនចាចំពោះកូនព្រាបមាន់នេះវាញាស់គឺវាអត់តាន់ដុះស្លាបពោវារៀងលឿងអញ្ចឹងណាដល់ពេលប្រហែលជា4-10ថ្ងៃទៀតវាដុះស្លាប់អញ្ចឹងវាកាត់រោមេហើយនឹងឈ្មោលហើយចារៀងប្រផេះអីចឹងណាចាអូមកកំពុងតអង្គុយចិត្តគ្នាសាកសងគ្នាដែរបងប្អូនចានិយាយលេងទេបងប្អូនណាចានេះព្រាបមាន់បកគោដែលខ្ញុំដាក់ចូលក្នុងទ្រុងទូចដើម្បីឲ្យវាញាស់ពងអញ្ចឹងឥឡូវវាចាប់ផ្ដើមញាស់ហើយចំពោះកូនមាន់វាវិញបើសិនជាវារៀងធំបន្តិចវាអាចស៊ីចំណីដល់ខ្លួនឯងបានគឺខ្ញុំប្របែកចូលទៅដាក់ក្នុងទ្រុងធំឯងគឺខ្ញុំអត់ដាក់នៅក្នុងនេះទៀតទេទ្រុងក្នុងទ្រុងនេះខ្ញុំដាក់ដើម្បីឲ្យមេហើយនឹងឈ្មោះវាចូលក្រាបដើម្បីបានញាស់អញ្ចឹងណាបងប្អូនចាតើពេលវាញាស់រៀងធំហើយគឺខ្ញុំចាប់ផ្ដើមប្របែកវាទៅក្នុងទ្រុងធំហើយអញ្ចឹងណាដើម្បីឲ្យមេវានេះពងទៀតបងប្អូនចានិយាយរួមគឺព្រាបមាន់នេះគឺវាភាសាពងបានម្ដងគឺបានតែ2ទេបងប្អូនអើយចាប៉ុន្តែវីដេអូមុនគឺខ្ញុំបានថតកូនព្រាបមាន់បង្ហាញជូនបងប្អូនហើយចាវាទឹកញាស់អញ្ចឹងថ្មីអញ្ចឹងវានៅទូចបងប្អូនអើយចានៅញាក់ញ័រទេកូនព្រាបមាន់អត់មានអីពិបាកទេគឺយើងដាក់ចំក្នុងទ្រុងចឹងមកបងប្អូនណាចាគ្រាន់តែដាក់ចំណីហើយនឹងទឹកដើម្បីឲ្យវាស៊ីគ្រប់គ្រាន់តែបើសិនជាយើងដាក់រៀងខានឬក៏អត់ដិតដល់ចឹងទៅវាអាចធ្វើឲ្យមាន់កូនព្រាបមាន់យើងនេះឈឺឬក៏ស្លាប់អីបានចឹងណាបងប្អូនចឹងហើយយើងអាសាតាមដានចំណីឬក៏ទឹកវាឲ្យបានដិតដល់ដើម្បីក្នុងការចិញ្ចឹមបានពងបានកូនអីចឹងណាបងប្អូនចាហើយវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេអរគុណបងប្អូនទាំងអស់គ្នាដែលចូលទស្សនានៃវីដេអូព្រាបមាន់របស់ខ្ញុំបងប្អូនស្រឡាញ់ពេញចិត្តបងប្អូនសូមជួយ Subscribe Channel YouTube ខ្ញុំម្នាក់មួយផងអរគុណបាយបាយ